សួរគ្រូខ្ញុំឈ្មោះប៉ៅសិឌឿនមកពីក្រុម SU10 ថ្ងៃនេះធ្វើការ record វីដេអូ lab FTP server on AWS ជាដំបូងយើងត្រូវបង្កើត security group មុនសិនឈ្មោះ own security group បន្ទាប់មកយើងចូលទៅកាន់ Git គេទីធ្វើការremote ចូលទៅកាន់ AWS សិនវាជា connect យើង copy ch mode ថាទៅ pass ក្នុង Git ដើម្បី connect ធ្វើការ connect ម្ដងទៀតមិនខលមកយើងទៅមើលមហាត់បានយើងជួយ Telegram